សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនឹងដែរខ្ញុំមកដល់រើសកូនឡានទីហើយពុកម៉ែបងប្អូនទាំងអស់គ្នាបាទតោះយើងទៅដល់រើសកូនឡានទាំងអស់គ្នាពុកម៉ែបងប្អូនបាទតែនអីណាទៅកូនឡានអូវ៉ាវសុទ្ធតែកូនឡានស្អាតតែម្ដងពុកម៉ែបងប្អូនបាទវ៉ាវសុទ្ធតែកូនឡានស្អាតពុកម៉ែបងប្អូនបាទវ៉ាវដើមមិនទាន់បានពីជាហ៊ានផងពុកម៉ែបងប្អូនបាទបាយជាកូនឡានហ្នឹងនៅជិតខ្លួនទៅវិញពុកម៉ែបងប្អូនបាទនេះវ៉ាវពឺត្រួសជេកពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទនេះអានេះឡានបាញ់ទឹកពុកម៉ែបងប្អូនបាទវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនឥឡូវនេះយើងទុកមកដប់សិនពុកម៉ែបងប្អូនបាទយើងទុកនៅនេះមកដប់សិនពុកម៉ែបងប្អូនហើយឥឡូវហ្នឹងយើងទៅមើលកូនឡានបន្តទៀតផងដែរពុកម៉ែបងប្អូនបាទវ៉ាវអានេះ SK ពុកម៉ែបងប្អូនបាទវ៉ាវតែមិនហើយSK នេះនៅស្អាតនៅប្រើកើតពុកម៉ែបងប្អូនបាទទៅវាដាច់កង់បន្តិចនោះទេពុកម៉ែបងប្អូនបាទប៉ុន្តែសម្រស់នៅតែស្រស់ស្អាតដល់ដែរពុកម៉ែបងប្អូនបាទវ៉ាវអូ my god តែមិនវ៉ាវឥឡូវនេះយើងទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវ SK នេះរឿងដាច់កង់បន្តិចហើយប៉ុន្តែមិនអីនោះទេពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទៅមើលកូនឡានបន្តទៀតហើយឡាននេះដែរមិនមានត្រង់ខ្លួននោះទេមានតែត្រង់ឆ្អឹងនោះទេពុកម៉ែបងប្អូនបាទប៉ុន្តែមិនមានបញ្ហានៅលើសម្រស់នោះទេសម្រស់ពឿពិតជាឆើតឆាយស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទឥឡូវយើងទុកមក10សិនពុកម៉ែបងប្អូនបាទអូ my god ពុកម៉ែបងប្អូនបាទហើយនេះ SK ពុកម៉ែបងប្អូនបាទ SK នេះពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទឥឡូវបាត់តួខ្លួនតាណាបាត់ហើយពុកម៉ែបងប្អូនបាទបាត់កង់ហើយពុកម៉ែបងប្អូនបាទប៉ុន្តែមិនអីនោះទេនៅតែលេខកើតនៅតែប្រើកើតពុកម៉ែបងប្អូនបាទឥឡូវនេះទុកមក10សិនពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទៅមើលកូនឡានបន្តទៀតពុកម៉ែបងប្អូនបាទហើយនេះឡានដឹកសារ៉ាពុកម៉ែបងប្អូនបាទឡានដឹកសារ៉ាមួយនេះពិតជាខ្ជូតពិតជាស្រស់ស្អាតខ្លាំងមែនទេឥឡូវហ្នឹងយើងទុកមក10សិនពុកម៉ែបងប្អូនបាទវ៉ាវអូ my god ឥឡូវទុកមក10សិនពុកម៉ែបងប្អូនយើងទៅមើលឡានបន្តទៀតបាទហើយមួយនេះដែរគឺជាឡានក្រុងផងដែរពុកម៉ែបងប្អូនបាទហើយឡានក្រុងមួយនេះពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទេហើយសម្រស់ហ្នឹងពិតពឺក្រហមឆិតឆាយពិតជាស្រស់ស្អាតខ្លាំងមែនទេពុកម៉ែបងប្អូនបាទឥឡូវនេះយើងទុកមក10សិនពុកម៉ែបងប្អូនបាទតែមិនបាទហើយឡានមួយនេះឡានដឹកដីពុកម៉ែបងប្អូនបាទហើយឡានដឹកដីមួយប្រភេទនេះពឺវាពិតជាស្រស់ស្អាតខ្លាំងមែនទែនពឺរឿងសពឺរឿងលក្ខណៈដូចចេញផ្កាឈូកអញ្ចឹងពុកម៉ែបងប្អូនបាទប៉ុន្តែបាត់ទូខ្លួនបាត់ទៅហើយប៉ុន្តែនៅតែលេងកើតនៅតែបើកកើតអញ្ចឹងឯងពុកម៉ែបងប្អូនបាទវ៉ាវនេះវ៉ាវពិតជាស្រស់ស្អាតខ្លាំងមែនទែនពុកម៉ែបងប្អូនបាទឥឡូវហ្នឹងយើងទុកមក10សិនពុកម៉ែបងប្អូនបាទចាំយើងយកទាំងអស់ទៅផ្ទះពុកម៉ែបងប្អូនបាទហើយយើងមើលឡានបន្តទៀតពុកម៉ែបងប្អូនបាទហើយនេះឡានប៉ណ្ណាំងពុកម៉ែបងប្អូនបាទឡានប៉ណ្ណាំងពឺក្រហមហើយឡានមួយប្រភេទនេះពិតជាលឿនខ្លាំងណាស់ឥឡូវហ្នឹងទុកកន្លែងហ្នឹងហ្មងពុកម៉ែបងប្អូនបាទឥឡូវយើងទៅមើលយន្តហោះបន្តទៀតពុកម៉ែបងប្អូនបាទគាត់វ៉ាវនេះហើយយន្តហោះមួយប្រភេទនេះក៏ស្រស់ស្អាតដែរពុកម៉ែបងប្អូនបាទពឺក្រហមឆ្អិនឆ្អៅតែម្ដងហើយហោះលឿនខ្លាំងណាស់ពុកម៉ែបងប្អូនបាទវ៉ាវតែមិនវ៉ាវស្រស់ស្អាតខ្លាំងមែនទេបាទនេះឡានកម្មចដាពុកម៉ែបងប្អូនបាទពិតជាស្រស់ស្អាតខ្លាំងមែនទេបាទហើយឥឡូវហ្នឹងយើងយកទៅផ្ទះពុកម៉ែបងប្អូនបាទបាយយើងទៅផ្ទះហើយពុកម៉ែបងប្អូនបាទបានគូនឡានច្រើនហើយបាយ